ក្រសួងមហាផ្ទៃគុយបាបានប្រកាសថាកងការពារព្រំដែនរបស់ខ្លួនបានបាញ់សម្លាប់មនុស្ស4នាក់និងបង្កឲ្យរបួស6នាក់ផ្សេងទៀតនៅលើទូកល្បឿនលឿនដែលមានស្លាកលេខចុះបញ្ជីនៅរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃពុធកន្លងទៅតាមសេចក្តីថ្លែងការណ៍ជនរងគ្រោះទាំងអស់គឺជាជនជាតិគុយបាដែលរស់នៅក្នុងសហរដ្ឋអាមេរិកហើយពួកគេបានបើកការបាញ់ប្រហារមកលើនាវាការពារព្រំដែនគុយបាមុននៅពេលដែលមន្ត្រីគុយបាចូលទៅសាកសួរអត្តសញ្ញាណនៅក្បែរកោះ Cayo Falcons អាជ្ញាធរគុយបាបានចោទប្រកាន់ក្រុមនេះថាមានបំណងចូលមកក្នុងទឹកដីគុយបាដើម្បីធ្វើសកម្មភាពភេរវកម្មដោយដកហូតបានអាវុធខ្លីអាវុធវែងនិងគ្រឿងផ្ទុះកែច្នៃមួយចំនួននៅលើទូកនោះជុំវិញហេតុការណ៍ដ៏កម្រនេះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានបញ្ជាក់ថាទីក្រុង Washington កំពុងបើកការស៊ើបអង្កេតដោយឯករាជ្យនិងមិនពឹងផ្អែកទាំងស្រុងលើព័ត៌មានពីរដ្ឋាភិបាលគុយបានោះទេលោកបានសង្កត់ធ្ងន់ថានេះគឺជាព្រឹត្តិការណ៍មិនប្រក្រតីខ្លាំងដែលមិនសូវកើតមានឡើយនៅតាមផ្ទៃសមុទ្រទន្ទឹមនឹងនេះតំណាងរាស្ត្រនៅរដ្ឋ Florida ជាច្រើនរូបបានហៅសកម្មភាពរបស់គុយបាថាជាការសម្លាប់រង្គាលនិងបានទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ដើម្បីឲ្យរដ្ឋាភិបាលកុំមួយនេះសគុយបាទទួលខុសត្រូវចំពោះទង្វើនេះព្រឹត្តិការណ៍នេះបានកើតឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងគុយបាកំពុងមានភាពតានតឹងខ្លាំងជាពិសេសពាក់ព័ន្ធនឹងវិបត្តិប្រេងឥន្ធនៈនៅគុយបានិងការរឹតបន្តឹងសម្ពាធពីសំណាក់រដ្ឋបាលលោកត្រាំលើសពីនេះហេតុការណ៍បាញ់ប្រហារនេះក៏បានកើតឡើងបន្ទាប់ពីខួប30ឆ្នាំនៃព្រឹត្តិការណ៍បាញ់ទម្លាក់យន្តហោះ Go Brothers to the Rescue ក៏ដែលធ្លាប់បានសម្លាប់មនុស្ស4នាក់កាលពីអតីតកាលផងដែរករណីនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែដុនដាបបន្ថែមទៀតក្នុងពេលឆាប់ខាងមុខ